ស្នាមរបួសធ្លាប់នឹកឃើញអត់ថាហេតុអីបានមានស្នាមរបួសឧទាហរណ៍ថាយើងដួលម៉ូតូយើងអាចនឹងមានស្នាមរបួសនៅលើដៃនៅលើមុខជើងជាដើមយើងធ្លាប់វះកាត់ក៏យើងតែងតែមានស្នាមរបួសដែរខ្ញុំក៏ធ្លាប់មុតក្តៀវនៅទីតាំងខ្លះនៅលើម្រាមដៃហើយក៏មានស្នាមដែរតែតើស្លាកស្នាមនេះសំខាន់យ៉ាងណាខ្ញុំដូចជាមានចម្លើយមួយសូមស្ដាប់ដូចតទៅនៅស្ថានសួគ៌មានតែរឿងមួយប៉ុណ្ណោះដែលនៅសល់គឺស្នាមដែកគោលដែលនៅលើព្រះហស្ថនៃព្រះអង្គសង្គ្រោះរបស់យើងដែលគេបានបោះភ្ជាប់ទៅនឹងឈើឆ្កាងមានតែស្នាមរបួសនៅលើព្រះសិរ្សព្រះហស្ថនិងព្រះបាទរបស់ទ្រង់ប៉ុណ្ណោះដែលជាលទ្ធផលតែមួយគត់របស់ការងារដ៏កាចសាហាវដែលអំពើបាបបានបន្សល់ទុកដូច្នេះយោងតាមអ្វីដែលខ្ញុំបានអានចេញពីសៀវភៅរឿងនៃការប្រោះលោះចំពុក67ដែលមានចំណងជើងថាផែនដីថ្មីស្លាកស្នាមរបួសដែលនៅជាប់នឹងព្រះហស្ថរបស់ព្រះយេស៊ូវព្រះសិរ្សហើយនឹងព្រះបាទរបស់ទ្រង់ដែលជាស្នាមរបួសដែលគោលបន្លាហើយកន្លែងជំហៀងព្រះកាយទ្រង់ដែលគេបានចាក់នឹងលំពេងមានតែស្លាកស្នាមប៉ុណ្ណោះដែលនឹងបន្សល់ទុកពីអំពើបាបដែលធ្លាប់មានលើផែនដីនេះចុះស្លាកស្នាមដែលនៅលើបុគ្គលយើងដែលបានទៅនៅឋានសួគ៌តើនឹងមានឬអត់ព្រះគម្ពីរបានប្រាប់ថាមិនមានទេបើសិនជាមិនធ្លាប់មានស្លាកស្នាមដោយសារមុតដែកគោលឬក៏ការរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ឬក៏មុតកំបិតឬក៏អាចដាច់ម្រាមដៃមួយជាហៀងដាច់ជើងមួយជាហៀងដាច់ដៃមួយជាហៀងដោយសារបន្ទុកគ្រាប់មីនជាដើមមិត្តមិនចាំបាច់ភ័យខ្លាចទេពេលដែលព្រះបានរៀបចំកាយថ្មីសម្រាប់មិត្តពេលដែលទ្រង់យាងមកជាលើកទី2ហើយប្រោសមិត្តឲ្យរស់ឡើងវិញឬក៏បើសិនមិត្តនៅរស់ឲ្យមិត្តមានរូបកាយថ្មីមិត្តនឹងមានរូបកាយដែលគ្មានស្លាកស្នាមនៃអំពើបាបទៀតទេពីព្រោះស្លាកស្នាមតែមួយគត់ដែលនឹងមានគឺមានតែនៅលើព្រះយេស៊ូវប៉ុណ្ណោះដើម្បីរំលឹកយើងពីអ្វីដែលទ្រង់បានធ្វើដើម្បីសង្គ្រោះនិងប្រោះលោះយើងទាំងអស់គ្នាពិតជារឿងដ៏គួរឲ្យអស្ចារ្យមែនដែលទ្រង់សុចិត្តទុកស្លាកស្នាមលើព្រះហស្ថទ្រង់ជាជាងទុកនៅនឹងរូបកាយរបស់យើងខ្ញុំសូមអរគុណទ្រង់សម្រាប់រឿងនេះ